យើងថែមពលឺបងប្អូនយើងអាចថែមពលឺឬក៏តម្លាក់ពលឺយើងទៅសម្រាប់ជាធម្មតាវីដេអូដែលយើងថតមកយើងត្រូវតម្លើងពលឺបន្តិចដើម្បីវាពលឺច្បាស់អញ្ចឹងទៅហើយពេលយើងចង់ធ្វើការ edit យើងចុចលើនេះមកអានេះយើងថែមពលឺបងប្អូនយើងមើលថែមពលឺយើងចូលមើលកន្លែងនេះកន្លែង filter នេះមកបងបាទជំរាបសួរពុកម៉ែបងប្អូនអរគ្នានឹងអីសម្រាប់វីដេអូនេះខ្ញុំចង់ធ្វើចែកចម្លែកបងប្អូនអរគ្នាបងប្អូនដែលកំពុងតែរកកម្មវិធីកាត់តបងប្អូនអញ្ចឹងយើងនិយាយថាកម្មវិធីកាត់តចុះអានេះយើង edit វីដេអូបានរូបភាពក៏បានហ្នឹងហើយហើយសម្រាប់វីដេអូនេះយើងធ្វើជូនសម្រាប់បងប្អូនដែលថ្មីដែលបងប្អូនអត់ដែលបានប្រើកម្មវិធីកាត់តផ្សេងឬបងប្អូនដែលទៅតែរៀនធ្វើវីដេអូហ្នឹងហើយសម្រាប់វីដេអូនេះយើងធ្វើចាប់ពីដំបូងហើយបង្ហាញកម្មវិធីដែលយើងធ្វើការកាត់តបានហើយអត់មានពាណិជ្ជកម្មហើយស្រួលប្រើទេបងប្អូនហ្នឹងហើយមកខាត់ទៅយូរហ្នឹងហើយសម្រាប់ដំបូងបងប្អូនធ្លាប់ប្រើយើងដឹងហើយយើងចង់បានកម្មវិធីយើងមានទៅចូលក្នុង Play Store ហ្នឹងបងយើងបងប្អូនប្រើ Android យើងចូល Play Store បងប្អូនប្រើ iOS បងប្អូនចូលក្នុង App Store ហ្នឹងហើយបន្តមកទៀតបងប្អូនចូលមកកន្លែង Search នេះមកចូល Search ហើយបងប្អូនវាពាក្យ insert អញ្ចឹងហ្នឹងហើយបងប្អូនវាពាក្យថា insert ហ្នឹងមកថ្ងៃនេះបងយើងចុចទៅនឹងមកហើយបន្តមកទៀតបងប្អូន install យ៉ាងប៉ុណ្ណាយើងចុច install មកយើងចាំបន្តិចបងហើយបញ្ជាក់វីដេអូនេះសម្រាប់បងប្អូនដែលទើបតែកាត់តវីដេអូឬក៏ចង់ធ្វើវីដេអូឯងបងប្អូនកម្មវិធី Amazon នេះគឺស្រួលប្រើមែនទែនហើយវាអត់មានពាណិជ្ជកម្មអីដូចយ៉ាងគេខាប់បងប្អូនហ្នឹងហើយបងប្អូនពេល download ពេញហើយវាចេញពាក្យ open អញ្ចឹងយើងចូល open កន្លែងនេះមកក៏បានយើងចូលមកលើទូរស័ព្ទក៏បានបងប្អូនហ្នឹងហើយសម្រាប់នេះបងប្អូនយើងចូលហ្នឹងហើយសម្រាប់បើយើងចង់ edit វីដេអូមានន័យថាយើងចង់កាត់តវីដេអូបងប្អូនចូលកន្លែងខាងវីដេអូនេះបងបន្តមកទៀតយើង allow វានេះសម្រាប់យើងធ្វើថ្មីយើង allow មកបន្តមកទៀតបងប្អូនជ្រើសរើសវីដេអូណាដែលបងប្អូនចង់យកមកកាត់ចេញអញ្ចឹងបងប្អូនយើងយកមកធ្វើការ edit យើងចូលកន្លែងនេះមកនេះយើង select ទៅវាយ៉ាងហើយយើងចុចកន្លែងសញ្ញាគ្រីសនេះហើយបន្តមកទៀតវាចេញបែបនេះយើងចុចចំណុចនេះទៀតហ្នឹងហើយបងប្អូនអញ្ចឹងកម្មវិធីនេះលុយដោយសារយើងអាចយើង remove កន្លែងនេះកន្លែងផ្ទាំងរបស់វានេះបានយើង remove logo នេះបានអញ្ចឹងឈ្មោះសញ្ញាខ្វែងយើងចុចលើសញ្ញាខ្វែងនេះមកហ្នឹងហើយយើងដាក់ free remove យើងចុចទៅ free remove បន្តមកវាមានពាណិជ្ជកម្មបន្តិចបងប្អូនអញ្ចឹងយើងចាំបន្តិចណាវាមានពាណិជ្ជកម្មអញ្ចឹងធម្មតាទេរបស់ free វាមានពាណិជ្ជកម្មអីយ៉ាងទៅចាំបន្តិចមកពេលវាលុបពាណិជ្ជកម្មហើយចេញសញ្ញាខ្វែងកន្លែងនេះបងចុចសញ្ញាខ្វែងឬក៏เป็นពាក្យសញ្ញាគេថា clock អញ្ចឹងយើងចាំមួយតាមជាក់ស្ដែងនឹងបងដល់ពេលវាលុបពាណិជ្ជកម្មពេញវាចេញសញ្ញាខ្វែងចេះអញ្ចឹងយើងខ្វែងមកចោលមកនៅឃើញយើងបាត់ logo វាហ្នឹងបងអញ្ចឹងសម្រាប់វីដេអូបងប្អូននេះវីដេអូនេះយើងវីដេអូធ្វើម្ហូបអីចឹងបងហ្នឹងហើយមកនេះហើយអញ្ចឹងឧទាហរណ៍ថាយើងចង់វីដេអូនេះមួយសម្រាប់វីដេអូដំបូងឡើយយើងត្រូវយើងថែមពលឺបងប្អូនយើងអាចថែមពលឺឬក៏តម្លាក់ពលឺចឹងទៅសម្រាប់ជាធម្មតាវីដេអូដែលយើងថតមកយើងត្រូវតម្លើងពលឺបន្តិចដើម្បីឲ្យវាពលឺច្បាស់អញ្ចឹងទៅហើយពេលយើងចង់ធ្វើការ edit យើងចុចលើនេះមកអានេះយើងថែមពលឺហ្នឹងបងប្អូនយើងមើលថែមពលឺយើងចូលមើលកន្លែងនេះកន្លែង filter នេះមក filter នេះហ្នឹងហើយចុចអញ្ចឹងមកបន្តមកទៀតយើងចូលកន្លែង filter ទៀតមកហ្នឹងហើយសំខាន់នេះយើងចូលកន្លែង adjust នេះមកហើយបន្តមកទៀតយើងថែមពលឺប្រហែលតាមបងប្អូនហ្នឹងទៅធម្មតាខ្ញុំថែម10ហ្នឹងហើយបន្តមកទៀតកន្លែងនេះខ្ញុំដាក់20អញ្ចឹងទៅហើយយើងគ្រីសអញ្ចឹងវីដេអូយើងរៀងដិតមើលទៅរៀងដិតហ្នឹងបងមើលណាហ្នឹងបងហើយនឹងហើយសម្រាប់វីដេអូនេះយើងធ្វើប៉ុណ្ណេះជូនបងប្អូនសិនហើយបងប្អូននឹងចាំមើលវីដេអូមួយទៀតសម្រាប់នេះដោយសារយើងចង់បង្ហាញបងប្អូនពីកម្មវិធីហើយនឹងឈ្មោះកម្មវិធីហើយបងប្អូនអាចមើលវីដេអូក្រោយទៀត
ចឹងបងប្អូនគាត់ថាមានប្រយោជន៍បងប្អូនជួយ subscribe channel YouTube មួយផងដើម្បីទទួលបានវីដេអូថ្មីទៀតពីខ្ញុំបាទអរគុណ